而不是一个小池塘。大海啊，有风平浪静之时，也有疯狂宇宙之时。没有疯狂宇宙，那就不是大海了。狂风骤雨可以掀翻小池塘，但不能掀翻大海。经历了无数次狂风骤雨，大海依旧在那儿。经历了5000多年的艰难困苦，中国依旧在那儿。面向未来，中国将永远在这儿。OK ហ្នឹងហើយវីដេអូនេះខ្ញុំបានមើលហើយណាខ្ញុំបានមើលវីដេអូដែលតាក់ទងជាមួយនឹងហ្នឹងហើយស្ថានភាពឥឡូវនេះកំពុងតែមានព័ត៌មានរសើបព័ត៌មាន hot news ជាច្រើនដែលតាក់ទងជាមួយនឹងសេដ្ឋកិច្ចពិភពលោកហ្នឹងហើយបច្ចុប្បន្នរវាងប្រទេសចិនហើយនិងប្រទេសអាមេរិកឥឡូវកំពុងតែសង្គ្រោះថ្មិញកំពុងតែឌឺដងដាក់គ្នាខ្លាំងណាស់ហើយខ្ញុំមើលវីដេអូលោកប្រធានាធិបតីស៊ីជីនពីងគាត់និយាយហើយគឺយើងមើលហើយអ្វីដែលគាត់ចង់និយាយអ្វីដែលគាត់មានប្រសាសន៍ចេញមកពិតជាមានទម្ងន់ខ្លាំងមែនទែនប្រទេសចិនហ្នឹងហើយអញ្ចឹងថ្ងៃនេះដែរខ្ញុំសូមធ្វើការបកប្រែពីសម្ដីរបស់ប្រធានាធិបតីស៊ីជីនពីងដែលគាត់មានប្រសាសន៍នៅក្នុងคลิปវីដេអូមួយនេះអូខេអូខេអញ្ចឹងខ្ញុំបកមួយម៉ាត់មួយឃ្លាមួយប្រយោគរបស់គាត់ណាគាត់បាននិយាយថា中国经济是一片大海而不是小池塘នៅក្នុងឃ្លាហ្នឹងគឺគាត់ចង់មានន័យថាសេដ្ឋកិច្ចចិនគឺជាមហាសមុទ្រមួយមិនមែនគ្រាន់តែជាស្រះទឹកតូចមួយនោះទេអូខេមួយឃ្លានេះអូខេសូមបន្តទៀតបន្តមកទៀតគាត់និយាយថា大海啊有风平浪静之时也有疯狂宇宙之时គាត់ចង់បញ្ជាក់ប្រាប់ថាមហាសមុទ្រវាមានពេលស្ងប់ស្ងាត់ហើយក៏វាមានពេលមានព្យុះភ្លៀងខ្លាំងផងដែរចង់មានន័យថាគាត់ប្រទេសចិនគឺជាមហាសមុទ្រដ៏ធំមួយអញ្ចឹងវាជាទូទៅវាតែងតែមានពេលភាពស្ងប់ស្ងាត់ហើយក៏វាតែងតែជួបនឹងព្យុះភ្លៀងខ្លាំងដែរវាជារឿងធម្មតាអូខេសូមបន្តទៀតអូខេក្នុងឃ្លានេះគាត់ចង់បានន័យថា没有疯狂宇宙那就不是大海的បើសិនជាគ្មានព្យុះចូលខ្លាំងគ្មានរលកខ្លាំងគ្មានព្យុះខ្លាំងក៏គេមិនហៅថាមហាសមុទ្រដែរអូខេនៅក្នុងឃ្លានេះគឺគាត់ចង់និយាយថា狂风骤雨可以掀翻小池塘但不能掀翻大海ក្នុងឃ្លាហ្នឹងគឺចង់មានន័យថាខ្យល់ព្យុះភ្លៀងខ្លាំងវាអាចបានត្រឹមតែផ្អើលដល់ស្រះទឹកដែលតូចនៅជុំវិញនោះតែប៉ុណ្ណោះក៏ប៉ុន្តែវាមិនអាចធ្វើឲ្យរសើបដល់មហាសមុទ្រធំរបស់គាត់នោះទេវាគ្រាន់តែជារឿងតូចតាចមួយទេអញ្ចឹងគាត់ចង់មានថាស្ថានភាពបច្ចុប្បន្ននេះវាបានត្រឹមតែផ្អើលដល់ស្រះទឹកដែលតូចនោះតែប៉ុណ្ណោះតែវាមិនបានធ្វើឲ្យផ្អើលធ្វើឲ្យរំជួលធ្វើឲ្យកក្រើកដល់មហាសមុទ្រនោះទេអូខេអូខេ经历了无数次狂风骤雨大海依旧在那បើទោះបីជាមានឆ្លងកាត់នៅព្យុះភ្លៀងរាប់ពាន់ដងក៏ប៉ុន្តែមហាសមុទ្រនៅតែនៅទីនោះដដែល
bà tụ bây chỉ chú bà riêng chú phiên khăn rồi lột bọc bạc khăn của phân na cả đôi sầm mất nơi tay chỉ sầm mất mà ha sầm mất nơi tại nơi trôi chân nơi tin đồ đài hay khi nông nắng cả con trăng và trẻ tha 经历了5000多年的艰难困苦，中国依旧在哪儿？វាប្រៀបដូចជាប្រទេសចិនដែលជួបប្រទះនៃការលំបាករាប់ពាន់ឆ្នាំណាស់មកហើយនេះតែចិននៅតែឈរជើងនៅទីនោះដដែលគ្មានភាពរង្គើអីតែបន្តិចទេហើយក៏ចង់បញ្ជាក់ប្រាប់ដែរថាចំពោះមុខតទៅថ្ងៃអនាគតប្រទេសចិននៅតែឈរជើងនៅទីនេះដដែល good ហ្មងរឹងមាំមែនណាអូខេស្ដាប់សម្ដីនេះហើយយើងយល់ពីអត្ថន័យរបស់គាត់ហើយយើងកាន់តែច្បាស់ថាចិនគឺរឹងមាំនឹងនៅដូចភ្នំថៃសានអញ្ចឹងអត់បញ្ហាព្យុះភ្លៀងធំទូចប៉ុណ្ណាគ្រាន់តែព្យុះភ្លៀងគ្រាន់តែដំណើរការមួយតែប៉ុណ្ណោះប៉ុន្តែសមុទ្រនៅតែឈរជើងនៅដដែលទោះបីជាជួបឧបសគ្គធំប៉ុណ្ណាក៏ដោយចិននៅតែឈរជើងនៅទីនោះដដែលនេះគឺខ្ញុំគ្រាន់តែដកស្រង់ពីសម្ដីរបស់ប្រធានាធិបតីស៊ីជីនពីងមួយតែប៉ុណ្ណោះបកប្រែទៅតាមអត្ថន័យហ្នឹងទេអត់មានអីវែងឆ្ងាយទេអូខេអរគុណច្រើនអរគុណបាទ